គ្រីស្មាស់នៅក្នុងប្រទេសកូរ៉េបើសិនជាបងប្អូនចង់មកលេងប្រទេសកូរ៉េនារដូវរងាហើយគ្រីស្មាស់ដែលអ៊ូអរគឺនៅទីក្រុងស៊ូអ៊ូលតែម្ដងហើយបងប្អូនត្រូវត្រៀមចិត្តដែរបើសិនជាចង់ទៅលេងទីក្រុងស៊ូអ៊ូលនៅក្នុងរដូវកាលគ្រីស្មាស់គឺមនុស្សច្រើនហើយត្រជាក់ក៏ត្រជាក់ខ្លាំងដែរហើយមួយទៀតសម្រាប់កន្លែងស្នាក់នៅក៏មានតម្លៃថ្លៃដែរបើសិនជាបងប្អូនទៅខេត្តផ្សេងដូចថាយើងចំណាយអស់$30អីយើងអាចនៅកន្លែងសន្តាគារដែលស្អាតមួយនិយាយទៅស្អាតហើយប៉ុន្តែបើសិនជាមកទីក្រុងស៊ូអ៊ូលចំណាយ30ឬក៏$40អីបងប្អូនបានត្រឹមតែបន្ទប់ដែលទូចមួយហើយនិយាយទៅមានតែមួយខ្លួនសម្រាប់កេងហើយសឹងតែថាបើសិនយើងមានអីវ៉ាន់វ៉ាលីធំច្រើនអីគឺដាក់អត់ចុះទេហើយនឹងបន្ទប់ទឹកទូចមួយតែប៉ុណ្្នឹងឯងហើយកន្លែងដែលគេពេញនិយមទៅច្រើនគឺនៅម្ដុំមុខវាំងរបស់គេតែម្ដងហើយនៅថ្ងៃបុណ្យគ្រីស្មាស់គឺគេបើកឲ្យយើងចូលលេងនៅក្នុងវាំងហ្នឹងដោយអត់គិតថ្លៃទេហើយនៅក្នុងបរិវេណគៀនវាំងហ្នឹងគឺមានដេក័រស្អាតមែនទែនជុំបងប្អូនអាចដើរលេងបានហើយបរិវេណវាក៏ធំហើយសម្បូរដោយតុក្កតាធំច្រើនគេក៏មានលក្ខណៈអុចដូចជាប្រទីបរូបភាពអីផ្សេងគឺស្អាតតែម្ដងហើយបើលេងដើរលេងមានកូនទូចដូចជាពួកនាងខ្ញុំគឺរៀងពិបាកបន្តិចដែរដោយសារយើងត្រូវឈប់ច្រើនឬក៏រកកន្លែងចូលច្រើនដោយសារតែខ្លាចកូនត្រជាក់ហើយកន្លែងនេះផងដែរគឺជាវាំងរបស់កូរ៉េនៅទីក្រុងស៊ូអ៊ូលហ្នឹងខ្ញុំក៏អត់បានចាំឈ្មោះវាដែរដឹងតែកន្លែងល្បីដែរនៅក្នុងប្រទេសកូរ៉េបើសិនជាបងប្អូនទៅលេងទីក្រុងស៊ូអ៊ូលប្រកាសជាគេណែនាំឲ្យយើងទៅលេងកន្លែងហ្នឹងហើយសម្រាប់ការដែលបងប្អូនមកបងប្អូនអាចគួរទិញកាតសម្រាប់ជិះឡានក្រុងអីចឹងទៅព្រោះតែបើសិនជាបងប្អូនជិះតាក់ស៊ីនៅទីក្រុងស៊ូអ៊ូលវាស្ទះខ្លាំងទៀតអញ្ចឹងបងប្អូនត្រូវចំណាយលុយច្រើនមែនតើសម្រាប់កាតឡានក្រុងយើងអាចទិញបាននៅតាមម៉ាតផ្សេងហើយយើងឲ្យគេបញ្ចូលលុយឲ្យទៅហើយអានេះដូចបងប្អូនឃើញចឹងគឺសបោតុក្កតាធំគេដាក់ហើយក៏សបោក្មេងៗមកលេងនៅថ្ងៃគ្រីស្មាស់ហ្នឹងដែរហើយអានេះដោយសារនៅរៀងប្រឡប់មកទៅដូចជាអត់សូវមានមនុស្សប៉ុន្តែដល់ពេលកាន់តែងងឹតបន្តិចទៅគឺកាន់តែមនុស្សច្រើននិយាយទៅចង្អៀតរកកន្លែងដើរអត់បានទេបើសិនជាមកបងប្អូនត្រូវត្រៀមចិត្តមួយទៀតគឺកន្លែងទិញអីញ៉ាំកន្លែងទិញអីញ៉ាំក៏ពិបាកដែរហើយដូចបងប្អូននឹងចឹងកូរ៉េគឺមានសាច់អាំងឬក៏បើអាហារតាមផ្លូវគឺមិនសូវជាសម្បូរបែបប៉ុន្មានទេហើយបើសម្រាប់ថ្ងៃគ្រីស្មាស់នេះហាងណាក៏ចង្អៀតដោះដែរបើសិនជាបងប្អូនអត់ចូលចិត្តកន្លែងដែលមានមនុស្សច្រើនទេមកលេងតំបន់នេះក៏អត់ត្រូវដែរពីព្រោះតែមនុស្សនឹងដើរប្រជ្រៀតគ្នាជាអៀតខ្លាំងអានេះពួកខ្ញុំដើរពីថ្ងៃដល់យប់ប៉ុន្តែយើងមានចូលសម្រាកឬក៏ចូលញ៉ាំអីហើយយើងឆាប់ត្រឡប់ទៅវិញដោយសារតែមនុស្សច្រើនឡើងហើយយើងតិចផងហើយបើសិនជាបងប្អូនមកប្រកាសជាឃើញហើយពពួកអានេះគេហៅ lantern គេហ្នឹងគឺគេដាក់នៅតាមដងទន្លេផុសគេហ្នឹងតែម្ដងនិយាយទៅស្អាតហើយដើមគ្រីស្មាស់គេធំមែនតើបើសិនជាបងប្អូនបានឃើញផ្ទាល់គឺវាស្អាតជាងនៅក្នុងវីដេអូហើយនិយាយទៅទទួលបានអារម្មណ៍ប្លែកមួយយ៉ាង